បាទជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមកនិយាយអំពីការមើលការត្រេនបាទតើវាខ្វះទឹកឬមួយក៏លើសទឹកបាទអញ្ចឹងការត្រេនមិនយើងកាលណាយើងមើលនៅរយៈប៉ុណ្នេះយើងអាចសង្កេតមើលថាវាខ្វះទឹកឬមួយក៏លើសទឹកអញ្ចឹងយើងអាចសង្កេតមើលតាមកតងវាហ្នឹងហើយនឹងការជ្រុះបាទដូចយើងមើលសំណើមដីហើយនឹងបើសិនជាមានការជ្រុះនេះទ្របញងហ្នឹងវាជ្រុះបាទវាមានជ្រុះមកអាហ្នឹងបានន័យថាវាស្ទើរទឹកហើយបាទគឺខ្វះទឹកបើសិនជាទឹកលើសវាអត់ជ្រុះទេអាហ្នឹងបាទវានឹងជ្រុះនៅពេលដែលវានេះកន្ទុយជិះឆេះបាទកាលវារីកហើយវាចេញជាកន្ទុយជិះឆេះហើយវាបានវាជ្រុះបាទហ្នឹងបើទឹកច្រើនព្រោះថាពេលណាទឹកច្រើននេះផ្កាវាធំឆ្លោះអញ្ចឹងបងប្អូនអាចសង្កេតមើលកន្លែងនេះកតងផ្កាវានេះបើសិនជាទឹកច្រើនបងប្អូនសង្កេតមើលកន្លែងហ្នឹងវាបែបមើលទៅបែបថ្លាបែបឆ្លោះទលុកទលន់ហ្មងណាបាទហ្នឹងបានន័យថាផ្កាហ្នឹងវាលើសហើយនេះជាក់ស្ដែងនេះពងទៅលើសហើយនេះបាទមិនអាចកប់នឹងលើសហើយông phải đau chứយើងអត់ខ្វល់វាទេបើទឹកឲ្យច្រើនណានេះយើងអាចសង្កេតមើលកន្លែងនេះកាលណានឹងវាបើសិនជាវារៀងតូចស្ដើងមកល្មមយើងមើលពណ៌សម្បុរវាផងបាទបើវាអត់លើទេបើវាល្មមសម្បុរវានេះវាអត់សូវថ្លាទេសម្បុរកន្លែងកតងទៅហ្នឹងបើវារៀងនេះពណ៌ហៅពណ៌អីពណ៌មាសបែបពណ៌មាសហ្នឹងបាទហ្នឹងវារៀងអាប់វាចោលនឹងឧស្សាហ៍ជីវាលើសអាកន្លែងហ្នឹងគឺថ្លាហើយរៀងខៀវថ្លាអត់សូវពណ៌ហ្នឹងឯងបែបរៀងខៀវថ្លាបែបឆ្លោះបែបផតទលុកទលន់អញ្ចឹងណាបាទអញ្ចឹងកាលណាវាថ្លោហើយគឺផ្កាវាជ្រុះនៅពេលដែលផ្កាវារីកហើយបាទទៅជិះឆេះនេះហើយម្យ៉ាងទៀតយើងអាចដើរមើលស្ទាបមើលតាមផ្កាត្រេនរបស់យើងមើលទៅតើវាបើវាទន់ខ្លាំងnóបានថាវាហេវទឹកបើវានៅរៀងបែបមកល្មមអាហ្នឹងអូខេហ្នឹងល្មមហើយបើសិនវារឹងខ្លាំងអាហ្នឹងមានថាវាលើសទឹកហើយបាទប៉ុន្តែវានៅប៉ុណ្ណេះយើងអត់តាន់ឃើញវាឆ្លោះទលុកទលន់នេះបាទតើតាវាផ្កាវាចាប់ដើមធំនេះធប់ញងចាស់ហ្នឹងបាទឃើញឆ្លោះមើលទៅឃើញឆ្លោះទលុកហ្មងហើយបែបថ្លាតាមហ្នឹងបាទបានន័យថាទឹកច្រើនហើយបាទត្រេននេះមាន2ឈុតបាទ2ឈុតយើងនឹងបាក់ដាក់ទឹកតិចព្រោះថាវាលីឡំគ្នាអញ្ចឹងនេះដោយអានេះឆ្លោះទលុកតែវាអត់អានេះអត់សូវលើខ្លាំងទេអត់ខ្លាំងហ្មងអញ្ចឹងយើងដាក់បន្ថយទឹកមកវិញតិចអាចជាប់បានវិញអត់តាន់ហួសពេលទេតែបើសិនជាវាលើខ្លាំងមើលទៅឡើងថ្លាអញ្ចឹងទៅគ្រាន់តែរែកហើយឈូសមកហ្មងមិនបាននៅប៉ុណ្ណេះតនទេជួនកាលអត់តន់អាកតុយជិះអត់តន់ខ្លោចហ្នឹងឈូសបាត់ហើយច្រើនដែរហ្នឹងខុបមេឃតែដោយដើមណាខ្លះរៀងស្ដើងដើមណាខ្លះគូច្រើនណាស្ដើងមុំស្រួលទៅបាក់តែណាច្រើនណែនវិញបាក់តែវាមកចេញខ្លះប៉ុន្តែគាត់ថាបើមានបោចមានផ្កាឲ្យបោចវាល្អជាងអត់មានអីឲ្យបោចបាទនេះបាន3ថ្ងៃហើយទៅជិះឆេះចកោបាន3ថ្ងៃហើយរីកបាន3ថ្ងៃឥឡូវចាប់ដើមឡើងកក្តឹបបន្តិចហ៎បាទអានេះអត់លើសទឹកខ្លាំងហើយយើងបន្ថយទឹកមកវិញរៀងតាន់ពេលវេលាអញ្ចឹងវាបើវាគង់តែមានជ្រុះតែអាចជាជ្រុះខ្លះតិចតួចវាមិនច្រើនទេបាទព្រោះធម្មតាផ្កាត្រេនតាណាវាមានច្រើនវាជំរុះចោលខ្លះជារឿងធម្មតាបាទអញ្ចឹងយើងការដើរមើលទឹកការដាក់ទឹកមិនយើងអាចសង្កេតមើលសំណើមដីហើយនឹងផ្កាជ្រុះបាទកណាដែលវានៅទ្របញងតូចអញ្ចេះឬមើលរៀងធំជាងនេះ
cái này tắc vì sơ vì năng chịu mà khó mày những con chết mà nè chịu em chơi chơi mà cái này những khơi chú nữa khó chán nhưng người mơ lơ dần cầm toàn thạc hoặc tắc mà những anh người mơ lơ ta khăng lơ khá chán ọt cho các khá chán vì chìm được luôn ai chứ nghe bà sân việc ca tích mới tới khơi chú đá đứng đá ở năng việc hoặc ta gầy chừng 10 cầm năm đây phó nó hiện ní tam bạch tam u này nhom thọp thôi nhom kể mơเป็นคนเมาvà tại mình còn ôn là con tại mình bạch cồn xèn xènนี่ก็แบบมือวิธีก็เซงเซงนี่ก็មានវិធីគាត់ធ្វើបែបគាត់ទៅយើងវិធីយើងធ្វើបែបយើងណាហើយយើងមើលព្យាយាមមើលតាមគេដែរថាគេមើលវិធីគេមកវារៀងតំណងយើងសាក់ធ្វើដែរទៅលុយស្រួលជាងក្បួនផងយើងអញ្ចឹងចឹងបងប្អូនមើលតាមក្បួនខ្ញុំគាត់ថារៀងតំណងសាក់មើលទៅបាទគីឡូมันខុសគ្នាម៉ាណាបងប្អូននិយាយទៅត្រេនវាមានច្រើនក្បាច់ច្រើនបែបបើថាវិធីសាស្ត្រ style ធ្វើបែបផ្សេងផ្សេងគ្នាថាឲ្យមានខុសមានត្រូវដូចមានត្រូវហ្នឹងធ្វើកាន់ផ្លែហ្នឹងដឹងត្រូវតែធ្វើឲ្យជ្រុះហ្នឹងបានខុសបានតែគាត់ត្រេនវាប៉ះវាពាក់ព័ន្ធជាមួយអាកាសធាតុច្រើនអាកាសធាតុប្រែប្រួលក៏ពិបាកចឹងជួនកាលយើងធ្វើត្រូវក្បួនដែរតែកាសធាតុវាប្រែប្រួលមកយើងមើលវាមិនទាន់វាអាចជ្រុះទៅវិញខ្លះតែវាមិនជ្រុះអស់ទេមកតែមកកាសធាតុអត់យើងកំណត់ទឹកហើយនឹងបាញ់ថ្នាំការពារអីត្រឹមត្រូវមកគឺអូខេបាទរីកអើយដល់នេះរីកអស់ច្រើនដែរហើយដើមសិតឈឺមើលចេះគល់មានដើមណាគល់ល្អជាមួយទេសិនចេះសឹងគ្រប់ដើមគាត់ថាវាឈឺតិចឈឺខ្លាំងអញ្ចឹងឈឺមុំយើងកោសលាបហើយទៅវាតែសាច់ខាងក្នុងវាជាអីវាអូវិញវាគាត់មានស្លាកស្នាមខាងក្រៅអញ្ចឹងរបួសខាងក្រៅណាតែកំពុងដាក់ទឹកចេះយើងដាក់ទឹកយើងសង្កេតមើលទឹកសង្កេតមើលសណ្ដើមដីសង្កេតមើលផ្កាផងយើងតើវាមិនហើយមិនអញ្ចឹងណាបាទយើងដាក់តាមហ្នឹងទៅបើថាឃើញដីវាបែបសើមជោគជាំខ្លាំងពេកគឺយើងគូមកមុំទៅយើងដូរវ៉ានអីតាមហ្នឹងទៅហើយយើងសង្កេតមើលថាផ្កាផងយើងវាមិនក៏ហេវទឹកអីម៉ានអញ្ចឹងវាថាផ្កាវាហេវទឹកខ្លាំងអញ្ចឹងយើងដាក់នីតិវារៀងលើសបន្តិចអញ្ចឹងទៅតែកុំលើសច្រើនពេកកុំឲ្យវាខុសកាលណាយើងម្ដងច្រើនដងតិចដាក់ត្រឡប់ចុះត្រឡប់ឡើងត្រេនវាអាចត្រឡប់ខ្លួនអត់តាន់បាទអញ្ចឹងធ្វើឲ្យវាអាចបញ្ហាជួសបានវាពាក់ព័ន្ធមកការធានដងក្តៅដងទៅជាអញ្ចឹងដូចថ្ងៃនេះសមិញក្តៅលហែងឥឡូវថ្ងៃនេះមិនទៅទុំហត់តែភ្លៀងសង្ស័យថាកក់ខែផងដឹងមិនពកកាត់ឈឹងថ្ងៃនេះឥឡូវយើងចាប់ដើមដល់ម៉ោងដូរទឹកបនយើងអញ្ចឹងគោសម្រាប់ថាចប់តែប៉ុណ្្នឹងបងប្អូនបាយបាយជម្រាបលាអរគុណទាំងអស់គ្នា